ចាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកប្រាប់ពីវិធីចាក់កាបូបរូបផ្លែឈើទូចខ្ជូតណាចាចាតោះជាដំបូងយើងត្រូវមានអំបោះ2ពណ៌ចាយើងរើសពណ៌តាមផ្លែឈើណាដែលយើងចង់ចាក់ចាថ្ងៃនេះនាងខ្ញុំមកចាក់រូបក្រូចចាយើងត្រូវមានម្ជុលមួយដើមកន្ត្រៃម្ជុលខ្ទាស់និងម្ជុលចាក់ចាបន្ទាប់មកនាងខ្ញុំធ្វើការទាញអំបោះចេញពីខាងក្នុងមកគឺដើម្បីកុំឲ្យអំបោះវាវិលដុំចាបន្ទាប់មកនាងខ្ញុំធ្វើការប្រើម្ជុលលេខ4ចាតោះចាប់ផ្ដើមបត់ខ្សែអំបោះដាក់ម្ជុលចូលទាញចូលមកចាចាក់កតុយកដោមួយបន្ទាប់មកធ្វើការចាក់អក្សរ X នៅក្នុងរង្វង់ចាធ្វើការចាក់ 6x ចាបន្ទាប់មកយើងចាក់បាន 6x ហើយយើងទាញខ្សែវាដែលនៅខាងក្រោយចាដើម្បីផ្ចិតកុំឲ្យមានរន្ធចាបន្ទាប់មកយើងធ្វើការបិទតភ្ជាប់ចាឈានចូលដល់ជំហានទី2ជុំទី2ជុំទី2យើងធ្វើការឡើងកតុយកដោមួយបន្ទាប់មកដាក់ម្ជុលខ្ទាស់ចំណាំដើម្បីឲ្យចាំថានេះជាការចាប់ផ្ដើមយើងធ្វើការចាក់ x 12x គឺយើងធ្វើការចាក់នៅក្នុងមួយប្រឡោះចាក់ x 2អញ្ចឹងជុំទី1យើងបានធ្វើរួចហើយ 6x ជុំទី2យើងចាក់មួយប្រឡោះឲ្យបាន 2x ទៀតអញ្ចឹងជុំទី2នេះយើងនឹងចាក់បាន 12x យើងចាក់បានគ្រប់ចំនួន 12x ហើយយើងដកម្ជុលខ្ទាស់ចេញដើម្បីតភ្ជាប់យើងជួយទៅហើយចំណុចដែលយើងឡើងកតុយកដោទី1ហ្នឹងបន្ទាប់មកយើងទាញខ្សែអំបោះមកដើម្បីភ្ជាប់បន្ទាប់មកយើងឈានចូលដល់ជុំទី3យើងធ្វើការឡើងកតុយកដោមួយយើងធ្វើការពង្រីកវារហូត
មុននឹងយើងចាក់បាន 12x ហើយចាជុំនេះយើងចាក់ឲ្យបាន 24x គឺនៅក្នុងមួយប្រឡោះ x ខាងក្រោមយើងចាក់ x2 ចាយើងនឹងបរិទៅរឿយចាឥឡូវយើងចាក់បានគ្រប់ 24x ហើយយើងធ្វើការដំចូលខ្ទះដើម្បីតភ្ជាប់ចាបន្តទៀតយើងត្រូវឡើងកតុយកដោមួយចាគ្រប់ជុំគឺយើងឡើងកតុយកដោមួយរហូតមិញយើងធ្វើបាន 24x ចាជុំនេះយើងចាក់មួយប្រឡោះ 1x ស្មើនឹង 24x ដដែលចាយើងធ្វើការចាក់មួយប្រឡោះ 1x រហូតដល់គ្រប់ 24x ចាធ្វើការចាក់ទៅរឿយអធិស្ឋានពុកម៉ែបងប្អូនទាំងអស់គ្នាវីដេអូរបស់នាងខ្ញុំនឹងអាចនឹងមើលមិនសូវច្បាស់បន្តិចប៉ុន្តែនៅវីដេអូក្រោយនាងខ្ញុំនឹងធ្វើការកែតម្រូវដោយសារតែនេះជាវីដេអូរបស់ដំបូងរបស់នាងខ្ញុំទៅធ្វើឲ្យនាងខ្ញុំមានចំណុចខ្វះខាតចាឥឡូវយើងចាក់គ្រប់ហើយយើងធ្វើការដំចូលខ្ទាស់ចាមិញយើងចាក់មួយប្រឡោះ 1x បានគ្រប់24ហើយយើងធ្វើការតភ្ជាប់ចាបន្ទាប់មកយើងឡើងកតុយកដោមួយដដែលចាបន្ទាប់ពីឡើងកតុយកដោមួយហើយយើងធ្វើការដាក់មកចូលខ្ទះដើម្បីចំណាំចាជុំនេះយើងធ្វើការចាក់ឲ្យបាន48x គឺនៅក្នុងមួយប្រឡោះយើងចាក់ឲ្យបាន 2x ចាយើងធ្វើការចាក់រឿយៗឲ្យបានគ្រប់ចំនួន 48x